ការចងគំនុំនិងការខឹងស្អប់ប្រៀបដូចជាការកាន់ដុំថ្មដ៏ក្តៅមួយនៅក្នុងដៃហើយរងចាំបោះទៅលើអ្នកដទៃប៉ុន្តែការពិតគឺថាមានតែដៃរបស់យើងខ្លួនឯងទេដែលត្រូវរលាកនៅពេលដែលយើងមិនព្រមអត់ឱនឲ្យអ្នកដែលធ្លាប់ធ្វើបាបយើងកំពុងអនុញ្ញាតឲ្យគេបន្តរស់នៅក្នុងដួងចិត្តរបស់យើងនិងបន្តបំផ្លាញក្តីសុខរបស់យើងទោះបីជារឿងនោះបានកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយការមិនអត់ឱនគឺជាច្រវាក់ដែលចងភ្ជាប់យើងទៅនឹងអតីតកាលដ៏ឈឺចាប់មនុស្សជាច្រើនយល់ច្រឡំថាការអត់ឱនគឺជាការយល់ស្របនឹងទង្វើខុសឆ្គងរបស់អ្នកដទៃឬជាការបណ្ដោយឲ្យគេមកធ្វើបាបយើងម្ដងទៀតប៉ុន្តែការអត់ឱនពិតប្រាកដមិនមែនធ្វើឡើងដើម្បីអ្នកដទៃនោះទេគឺវាធ្វើឡើងដើម្បីខ្លួនយើងវាគឺជាការសម្រេចចិត្តដោះលែងខ្លួនឯងឲ្យមានសេរីភាពវាគឺជាការដកដង្ហើមដោយភាពធូរស្រាលនិងការនិយាយថាខ្ញុំនឹងមិនអនុញ្ញាតឲ្យការឈឺចាប់នេះមកគ្រប់គ្រងជីវិតខ្ញុំទៀតឡើយការអត់ឱនមិនមែនធ្វើឲ្យអតីតកាលផ្លាស់ប្ដូរទេតែវាធ្វើឲ្យអនាគតរបស់អ្នកមានពន្លឺក្រៅពីការអត់ឱនឲ្យអ្នកដទៃអ្វីដែលពិបាកបំផុតនោះគឺការអត់ឱនឲ្យខ្លួនឯងយើងច្រើនតែស្ដីបន្ទោសខ្លួនឯងចំពោះកំហុសឆ្គងកន្លងមកចំពោះការសម្រេចចិត្តដែលខុសឬចំពោះពេលវេលាដែលយើងមិនបានធ្វើឲ្យល្អគ្រប់គ្រាន់ចូលរំលឹកខ្លួនឯងថាអ្នកនៅពេលនោះបានធ្វើអស់ពីសមត្ថភាពដែលអ្នកមានហើយចូលឈប់ធ្វើបាបខ្លួនឯងដោយការរំលឹកនៅរឿងដែលមិនអាចកែប្រែបានការអត់ឱនឲ្យខ្លួនឯងគឺជាជំហានដំបូងនៃការព្យាបាលបេះដូងនៅពេលដែលអ្នកដោះលែងខ្លួនឯងអ្នកនឹងរកឃើញថាកម្លាំងដែលបាត់បង់បានត្រឡប់មកវិញកំណត់ហេតុថ្ងៃនេះចង់សួរអ្នកថាតើមានដុំថ្មនៃការចងគំនុំណាខ្លះដែលអ្នកគួរតែទម្លាក់ចោលនៅថ្ងៃនេះចូលផ្ដល់កាដូដ៏មានតម្លៃបំផុតឲ្យខ្លួនឯងនោះគឺសេរីភាពផ្លូវចិត្តនេះគឺជាកំណត់ហេតុការស្លាសូមឲ្យបេះដូងរបស់អ្នកមានសន្តិភាពតាមរយៈការអត់ឱនដ៏ខ្ពង់ខ្ពស់